ពី step ងាយៗដើម្បីរក្សាមុខឲ្យនៅរលោងម៉ត់ថ្លាអញ្ចឹងហើយបើមុខអ្នកទាំងអស់គ្នាមានបញ្ហាបែបណាក៏ជួយដោះស្រាយបានដែរតែខ្ញុំមាន essence 3ប្រភេទនេះដែលតម្រូវទៅតាមស្បែកមុខតែម្ដងទី1នេះគឺឆុតសេរ៉ូមវីតាមីនមានជាមួយនឹងវីតាមីន retinol essence និង hyaluronic aqua sunscreen ដែលវីតាមីន retinol essence មួយនេះគឺជួយកាត់បន្ថយស្នាមអុចខ្មៅដូចជាជួយបង្រួមរញើសផងដែរ essence លើមុខហើយអាចមកប្រើជាមួយនឹង sunscreen បានដើម្បីការពារស្បែកមុខពីកម្ដៅថ្ងៃហើយនៅក្នុង sunscreen គឺមាន SPF 50+ និង PA+4 ពេលនេះវិញគឺឆុតសេរ៉ូមវីតាមីនផ្ដល់សំណើមបំពន់ស្បែកមុខក៏ជា case ណាមួយ sin essence មួយនេះជួយកាត់បន្ថយរលាកក្រហមនៅលើស្បែកមុខបានក៏ជួយផ្ដល់សំណើមបានល្អដែរចុងមុខអ្នកងាយប្រតិកម្មអីគឺប្រើត្រូវហើយ essence ហើយមាន lip sunscreen ដើម្បីការពារស្បែកមុខផងនេះគឺវីតាមីន C កា sunscreen SPF 50+ និង PA+4 ដូចគ្នាដល់ចុងក្រោយនេះគឺឆុតសេរ៉ូមវីតាមីន collagen ជាមួយនឹង Dr. JK វីតាមីន collagen essence ជួយបន្តឹងស្បែកមុខកាត់បន្ថយស្នាមជ្រីជ្រួញនៅលើស្បែកធ្វើឲ្យមុខសភ្លឺថ្លាតែម្ដង essence ហើយថែមជាមួយនឹង sunscreen ណាគឺរួចរាល់បាត់ហើយមានតែពីរ step ងាយៗទេ essence ហើយនិង sunscreen តាមនៅប្រុសឬក៏មនុស្សស្រីទេបើសិនជាជួបបញ្ហាមួយណាអាចមកសាក់ប្រើពីរ step នេះមើលហើយលោមុខបានប្រែជាថ្លាសូមមាត់បែបហ្នឹងព្រោះ essence ទាំង3ប្រភេទរបស់ brand Pepmolin នេះគឺតម្រូវទៅតាមស្បែកមុខផ្សេងៗគ្នាណា